សួស្តីអញ្ចឹងថ្ងៃនេះផងដែរគឺខ្ញុំនឹងមកបង្ហាញអំពីការធ្វើទឹកនំបញ្ចុកសម្លខ្មែរតែធ្វើពីសាច់ជ្រូកព្រោះអីភាគច្រើនបើយើងនិយាយអំពីនំបញ្ចុកសម្លខ្មែរគឺយើងធ្វើពីសាច់ត្រីប៉ុន្តែថ្ងៃនេះគឺរៀងប្លែកបន្តិចប៉ុន្តែខ្ញុំធានាថារសជាតិឆ្ងាញ់ហើយប្លែកហើយងាយស្រួលមែនទែនអញ្ចឹងសម្រាប់គ្រឿងផ្សំគោលមានខ្ជាល្មៀតខ្ទឹមហើយសាច់ជ្រូកខ្ទិះដូងប្រហុកហើយនិងសណ្តែកដីអញ្ចឹងសម្រាប់វិធីធ្វើដំបូងគឺខ្ញុំធ្វើការដាំទឹកឲ្យពុះហើយម្លងពេលនឹងផងដែរគឺខ្ញុំក៏បានលាងសាច់ជ្រូកដែលយើងបានទិញនឹងមកហើយពេលទឹកពុះខ្ញុំក៏បានដាក់គល់ស្លឹកគ្រៃស្លឹកក្រូចចូលហើយបន្ទាប់មកទៀតក៏ខ្ញុំធ្វើការដាក់សាច់ជ្រូកដែលយើងបានលាងស្អាតហ្នឹងចូលហើយយើងធ្វើការស្ងោររយៈពេល10ទៅ15នាទីហើយសម្រាប់ការស្ងោរនេះផងដែរក៏ខ្ញុំធ្វើការបន្ថែមអំបិលចូលបន្តិចផងដែរហើយម្លងពេលស្ងោរនោះយើងធ្វើការដួសពពុះដែលវាគៀននឹងចេញដើម្បីឲ្យទឹករបស់យើងថ្លាល្អព្រោះអីយើងត្រូវការយកទឹកដែលយើងរំងាស់ហ្នឹងយកទៅយើងអត់ចោលទឹកនឹងទេគឺយើងយកទៅប្រើការបន្តទៀតចុះម្លងពេលដែលខ្ញុំរំងាស់សាច់ជ្រូកគឺខ្ញុំបានធ្វើការបុកគ្រឿងផ្សំរបស់យើងគឺល្មៀតខ្ជាហើយនិងខ្ទឹមអញ្ចឹងគ្រឿងផ្សំ3នេះគឺធ្វើការបុកឲ្យល្អិតអញ្ចឹងសម្រាប់ល្មៀតដោយសារតែខ្ញុំអត់មានម៉ាស៊ីនកិនទេគឺខ្ញុំដើម្បីបុកល្មៀតឲ្យយើងរបស់យើងបានល្អិតល្អគឺយើងប្រើអំបិលហើយនិងល្មៀតបុកគ្រឿងផ្សំពីរនឹងចូលគ្នាសិនបើសិនមកបងប្អូនមានម៉ាស៊ីនគឺងាយស្រួលមែនទេយើងដាក់ខ្ទឹមសល្មៀតហើយនិងខ្ជាចូលគ្នាតែម្ដងតែដោយសារខ្ញុំអត់មានម៉ាស៊ីនគឺខ្ញុំមានប្រើត្បាល់អញ្ចឹងខ្ញុំធ្វើការបុកល្មៀតមុនគេបន្ទាប់មកខ្ទឹមពេលដែលខ្ទឹមនិងល្មៀតល្អិតល្អហើយខ្ញុំក៏បានបន្ថែមខ្ជាខ្ញុំក៏ធ្វើការបន្ថែមខ្ជាគឺយើងបុកគ្រឿងផ្សំទាំង3ហ្នឹងគឺធ្វើមិនឲ្យម៉ត់ល្អដើម្បីឲ្យទឹកនំបញ្ចុករបស់យើងគឺអត់មានខ្ជាឬក៏ខ្ទឹមអីដែលឡើងលើទេមានថាយើងបុកគ្រឿងផ្សំទាំង3ហ្នឹងគឺល្អិតល្អគឺខ្ញុំធ្វើការបុកឲ្យល្អិតបែបហ្នឹងខ្ជាល្មៀតហើយនឹងខ្ទឹមសបន្ទាប់មកខ្ញុំក៏ធ្វើការហាន់សាច់ជ្រូកដែលយើងបានស្ងោរពី10ទៅ15នាទីនោះគឺបានឆ្អិនហើយអញ្ចឹងសម្រាប់សាច់ជ្រូកគឺខ្ញុំទិញសាច់3ជាន់ប៉ុន្តែអត់សូវយកខ្លាញ់ច្រើនទេគឺខ្លាញ់តិចមានតែសាច់ច្រើនជាងគឺយើងធ្វើការបែងចែកជា3ផ្នែកសាច់ហើយនិងផ្នែកខ្លាញ់ហើយនិងស្បែកប៉ុន្តែខ្ញុំធ្វើការចិញ្ច្រាំសាច់មុនស្បែកនិងខ្លាញ់ទុកមួយឡែកសិនហើយយើងយកបន្ទាប់ពីយើងចិញ្ច្រាំសាច់ហើយគឺយើងយកទៅបុកជាមួយគ្រឿងផ្សំដែលយើងបានបុកល្មៀតខ្ជាខ្ទឹមនឹងបន្ទាប់មកខ្ញុំធ្វើការបន្ថែមសណ្តែកដីចឹងត្រង់ចំណុចនេះគឺយើងមិនបាច់បុកឲ្យល្អិតពេកទេទាក់ទងនឹងសណ្តែកដីអញ្ចឹងសណ្តែកដីរបស់ខ្ញុំនេះគឺរាងខ្មៅបន្តិចដោយសារខ្ញុំយកមកលីងបន្ថែមទៀតដើម្បីវាមានឈ្ងុយពេលដែលយើងបុកគ្រឿងផ្សំរបស់យើងហើយគឺបែបនេះគ្រឿងផ្សំរបស់យើងគឺបានបុកចូលគ្នាហើយទឹកដែលយើងរំងាស់សាច់ជ្រូកគឺយើងនៅតែប្រើការទេហើយយើងដាំឲ្យពុះម្ដងទៀតហើយយើងធ្វើការចិញ្ច្រំប្រហុកអញ្ចឹងមុនដែលខ្ញុំជ្រុំប្រហុកគឺខ្ញុំបានដាក់ខ្ទិះដូងមួយចំនួនចូលព្រោះខ្ញុំទិញខ្ទិះដូងមកពីផ្សារវាច្រើនដែរអញ្ចឹងខ្ញុំដាក់ខ្ទិះដូងចូលជាមួយទឹកប្រហុកហ្នឹងហើយខ្ញុំធ្វើការដាំឲ្យពុះបន្ទាប់មកខ្ញុំក៏បានដាក់គ្រឿងផ្សំដែលខ្ញុំបានរៀបចំទុកហ្នឹងដាក់ចូលទាំងអស់ហ្នឹងគ្រឿងផ្សំសាច់ជ្រូកជាមួយនឹងល្មៀតខ្ជាយរបស់យើងដាក់គ្រឿងផ្សំចូលហើយខ្ញុំធ្វើការបន្ថែមគ្រឿងមានស្ករមានប៊ីចេងហើយវគ្គនេះគឺសាច់ជ្រូកខ្លាញ់ហើយនឹងស្បែករបស់វាគឺខ្ញុំធ្វើការហាន់ឲ្យល្អិតហើយចិញ្ច្រាំបន្ទាប់ពីដាក់ស្បែកហើយនឹងខ្លាញ់ជ្រូកចូលហើយខ្ញុំក៏ធ្វើការភ្លក់មើលហើយខ្ញុំក៏មានបន្ថែមស្ករប៊ីចេងហើយនឹងអំបិលបន្ថែមទៀតអញ្ចឹងតាក់ទងនឹងខ្ទិះដូងគឺខ្ញុំបានបែងចែកជា2គឺខ្ញុំដាក់ម្ងាស់ស្ងោរមួយទឹកដែលខ្ញុំបានជ្រុំប្រហុកហ្នឹងហើយនឹងទុកចុងក្រោយដើម្បីឲ្យមានជាតិឈ្ងុយខ្ទិះដូងហើយសម្រាប់បន្លែគឺបងប្អូនអាចរៀបចំតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានអញ្ចឹងបើនិយាយពីយើងធ្វើពីសាច់ជ្រូកយើងគិតថាអូរសជាតិទលាន់ឬក៏អីប៉ុន្តែជាក់ស្ដែងគឺអត់អញ្ចឹងទេបងប្អូនគឺរសជាតិវាគឺខ្ញុំធានាថាឆ្ងាញ់ហើយភាគច្រើនគឺបងប្អូនដែលបានសាកទេទាក់ទងនឹងទឹកនំបញ្ចុកដែលធ្វើពីសាច់ជ្រូកអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនសាកធ្វើញ៉ាំបានម្ដងដើម្បីឲ្យដឹងថារសជាតិប្លែកបែបណា
ចឹងត្រង់កន្លែងនេះគឺខ្ញុំក៏បានបន្ថែមជាមួយនឹងទឹកស្ករដែលខ្ញុំបានរៀបចំទុកដើម្បីញ៉ាំជាមួយនឹងទឹកនំបញ្ចុកសម្លខ្មែរដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ហើយប្លែកចឹងខ្ញុំពិតជាអរគុណមែនទែនសម្រាប់ការតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់អរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀត